ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ស្ដេចដែលល្បីល្បាញជាងគេនៅក្នុងជំនាន់នៃនគរខ្មែរមានន័យថាតាំងពីសម័យនគរភ្នំរហូតទៅដល់សម័យក្រុងកម្ពុជាដែលពិភពលោកនិងប្រវត្តិសាស្ត្ររបស់ខ្មែរទទួលស្គាល់ថាព្រះអង្គគឺជាអ្នកដែលបានលះបង់យ៉ាងធ្ងន់ធ្ងរទាំងកម្លាំងកាយចិត្តដើម្បីឲ្យប្រជាជនខ្មែរបានរីកចម្រើននិងបន្តពូជពង្សដល់សពថ្ងៃនេះចាប់ផ្ដើមគឺសម័យនគរភ្នំស្ដេចមួយអង្គឈ្មោះថាហ្វាន់ស៊ីម៉ាន់ព្រះអង្គគឺមានអំណាចខ្លាំងមែនទែនពិសេសទៅលើអំណាចជើងទឹករបស់ព្រះអង្គបន្ទាប់ពីព្រះអង្គបានឡើងសោយរាជ្យព្រះអង្គគឺជាអ្នកដែលមានទំនាក់ទំនងជាមួយនឹងប្រទេសចិនដំបូងគេបង្អស់ហើយព្រះអង្គក៏បានបញ្ជូននៅរាជទូតទៅកាន់នគរចិនគឺនគរតង់អ៊ូដើម្បីចងជាសម្ព័ន្ធមិត្តនេះគឺជាហេតុផលដែលនគរខ្មែរចាប់ផ្ដើមមានប្រវត្តិសាស្ត្រនៅក្នុងប្រទេសចិនដែលអាចឲ្យយើងបានស្គាល់អំពីជនជាតិខ្មែរដែលជនជាតិចិនតែងតែហៅខ្មែរថាហ្វូណនចំណែកនៅក្នុងសម័យចេតឡាវិញគឺព្រះអង្គឈ្មោះថាភេរវវរ្ម័នទី1ព្រះអង្គគឺជាស្ដេចដែលមានអំណាចខ្លាំងជាងគេនៅក្នុងសម័យចេនឡាដែលបានធ្វើការបង្រួបបង្រួមទឹកដីនគរចេនឡាឲ្យក្លាយទៅជានគរតែមួយនិងមានទំហំធំនៅលើផ្ទៃដីគោកមានន័យថាទឹកដីរបស់ចេនឡាសម័យនោះគឺមានលក្ខណៈធំទូលាយនៅផ្នែកដីគោកហើយប្រទេសមនជាមួយនឹងប្រទេសចាមប៉ាគឺមិនដែលធ្វើសង្គ្រាមជាមួយនឹងព្រះអង្គឡើយដោយសារតែអានុភាពរបស់ព្រះអង្គគឺខ្លាំងណាស់កងទ័ពជើងគោកគឺមានអំណាចសូមបញ្ជាក់ថាសម័យចេនឡាគឺកងទ័ពជើងគោកគឺជាអំណាចយោធានៃនគរចេនឡាសម័យបន្ទាប់អ្នកនរគ្នាមកតែស្គាល់ហើយនោះគឺជាសម័យចក្រភពខ្មែរអ្នកដែលខ្លាំងជាងគេគឺជាព្រះបាទជ័យវរ្ម័នទី7ព្រះអង្គគឺជាស្ដេចមួយអង្គដែលមានឈ្មោះដើមហៅថាជ័យវរធនឬក៏អ្នកខ្លះហៅថាជ័យធនព្រះអង្គគឺបានធ្វើការបង្រួបបង្រួមនៅនគរខ្មែរដោយធ្វើការវាយបំបាក់នៅទ័ពចាមប៉ាហើយស្នាដៃរបស់ព្រះអង្គគឺព្រះអង្គបានកសាងនៅផ្លូវ highway ចម្ងាយ1000 គីឡូម៉ែត្រមន្ទីរពេទ្យ102កន្លែងរួមទាំងសាកលវិទ្យាល័យទៀតសម័យកាលនោះគឺជាសម័យកាលដ៏រុងរឿងនៅផ្នែកវប្បធម៌សិល្បៈរបស់ខ្មែរសម័យបន្តគឺជាសម័យលង្វែកព្រះអង្គមានឈ្មោះថា King សត្ថាទី1ព្រះអង្គសម្បូរកងទ័ពដ៏ខ្លាំងពូកែហើយក៏បានធ្វើការទៅវាយក្រុងអយុធ្យាជាច្រើនដងហើយក៏បាននៅខេត្តមួយចំនួនរបស់ខ្មែរដែលត្រូវបានសៀមធ្វើការលួចការពីអតីតកាលហើយសៀមក៏បានចុះកិច្ចព្រមព្រៀងធ្វើជាសម្ព័ន្ធមិត្តជាមួយនឹងខ្មែរទៀតដោយសារតែព្រះអង្គមានអំណាចកងទ័ពដ៏ខ្លាំងនៅកាលសម័យកាលនោះព្រះអង្គបានចងសម្ព័ន្ធមិត្តជាមួយនឹងជនជាតិលាវដោយព្រះអង្គបានរៀបអភិសេកជាមួយនឹងអ្នកម្នាងជាជនជាតិលាវហើយព្រះអង្គក៏មានព្រះអនុជមួយឈ្មោះថាព្រះបាទសីសូយ៉ាពណ៌បន្ទាប់ពីចងសម្ព័ន្ធមិត្តជាមួយនឹងសៀមហើយក្រុងហង្សាវតីក៏បានធ្វើការឈ្លានពានមកកាន់ក្រុងអយុធ្យាក្រុងសាវតីមានកងទ័ពចំនួន 50000 នាក់បានធ្វើការវាយទីមកកាន់ក្រុងអយុធ្យាបន្ទាប់មកទៀតក្រុងអយុធ្យាបានធ្វើការសុំជំនួយអំពីក្រុងលង្វែកព្រះអង្គក៏បានបញ្ជូនព្រះអនុជរបស់ព្រះអង្គនិងទ័ពចំនួន 20000 នាក់ដើម្បីទៅជួយនៅក្នុងការប្រយុទ្ធជាមួយនឹងក្រុងហង្សាវតីរបស់ភូមាចម្បាំងនោះគឺចាយពេលរយៈពេលច្រើនឆ្នាំប៉ុន្តែបែរជាព្រះនរេសូដែលជាស្ដេចគ្រប់គ្រងនៅក្រុងអយុធ្យាពេលនោះបែរជានិយាយថាទ័ពរបស់លង្វែកគឺមិនបានជួយនៅក្នុងការប្រយុទ្ធជាមួយនឹងទ័ពភូមានោះទេហើយក៏បានធ្វើការកាត់នៅក្បាលរបស់ឆ្លើយសឹកយកទៅដោតនៅលើទូករបស់ព្រះបាទសីសូយ៉ាពណ៌ទៀតនេះគឺជាហេតុដែលព្រះបាទសីសូយ៉ាពណ៌ធ្វើការដកទ័ពមកកាន់ក្រុងលង្វែកវិញហើយពេលនោះទំនាក់ទំនងរវាងសៀមជាមួយនឹងលង្វែកក៏ចាប់ផ្ដើមប្រេះឆាឡើងប្រសិនជាចង់ប៉ាកាហ្វេ admin អាចធ្វើការ scan តាម QR code មួយនេះបានតិចក៏ដោយច្រើនក៏ដោយ admin អត់ប្រកាន់ទេសូមអរគុណហើយសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អបាយបាយ